ចាប់ដើម ឥឡូវនេះបន្តទៅករណីជាបន្តគឺអ្នករត់រមាក់ម៉ូតូ2ក្រុមគឺដណ្ដើមមួយគ្នាវាយតប់គ្នារងរបួសក្រុមរមាក់ម៉ូតូ2ក្រុមដេញថ្លៃដណ្ដើមមួយគ្នាបង្កឲ្យមានការឆ្លោះប្រកែកគ្នាឈានដល់ការប្រើអំពើហិង្សាបណ្ដាលឲ្យភាគីម្ខាងរងរបួសនិងភាគីម្ខាងទៀតបាត់វិទ្យុតាក់ទងមួយគ្រឿងកើតឡើងនៅវេលាម៉ោង 7 យប់ថ្ងៃទី 2 ខែមីនាចំណុចមុខស្ថានីយ៍រថភ្លើងខាងជើងខាងជើងសត្វជាមនីចេតិយក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញសាក់សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមូលហេតុដែលបង្កឲ្យសមាគមរមាក់ម៉ូតូ2ក្រុមឆ្លោះប្រកែកគ្នារហូតឈានដល់ប្រើអំពើហិង្សាដោយប្រដាប់ដោយបំពង់ទីបនិងផ្លែដែកឆាបដោយសារតែរឿងដណ្ដើមមួយគ្នាចាសហការីសម្បត្តិការបន្តិចណាចាដោយសារតែកន្លែងកាត់ហេតុជាទឹកដីរបស់សមាគមរមាក់ម៉ូតូ idea ហើយសមាគមនេះហៅមួយបានមុននិយាយតថ្លៃគ្នាក្នុងតម្លៃ 20,000 រៀលរវល់តែរត់ទៅយករមាក់ម៉ូតូត្រឡប់មកវិញត្រូវបានសមាគមរួបរวมគ្នាដើម្បីអភិវឌ្ឍកម្ពុជាមកជ្រែក្នុងតម្លៃនៅក្នុងតម្លៃ 15,000 រៀលជញ្ជូនអីវ៉ាន់ដាក់លើរមាក់ម៉ូតូហើយធ្វើឲ្យខាង idea នឹងខឹងបង្កឲ្យមានការឆ្លោះប្រកែកគ្នាហើយសមាគមទាំងសងខាងជួយអន្តរាគមន៍ជ្រងច្រាងឈានដល់ការប្រើអំពើហិង្សាបណ្ដាលឲ្យខាងសមាគមរួបរวมគ្នារងរបួស 2 នាក់ចំណែកឯខាង idea បាត់វិទ្យុតាក់ទងមួយគ្រឿងបើតាមសម្ដីរបស់ខាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា idea បានឲ្យដឹងថាមុនដំបូងរូបលោកគឺបានហៅមួយបានម្នាក់ដោយតថ្លៃគ្នាព្រមព្រៀងគ្នាជិះក្នុងតម្លៃ 20,000 រៀលខណៈពេលដែលរូបលោករត់ទៅយករមាក់ម៉ូតូត្រឡប់មកវិញស្រាប់តែខាងរមាក់ម៉ូតូរបស់សមាគមរួបរวมគ្នាដើម្បីអភិវឌ្ឍកម្ពុជាមកដណ្ដើមមួយម្នាក់នោះដោយហៅមួយឲ្យជិះរមាក់ម៉ូតូរបស់គេពេលដែលភ្ញៀវប្រាប់ថាគាត់បានហៅរមាក់ម៉ូតូមួយគ្រឿងហើយបែរជាសួរថាជិះគេតម្លៃប៉ុន្មានពេលដែលមួយប្រាប់ថា 20,000 រៀលបែរជាខាងសមាគមប្រាប់ថាជិះរមាក់ម៉ូតូរបស់គេទៅគេយកតម្លៃត្រឹមតែ 15,000 រៀលទេធ្វើឲ្យភ្ញៀវសម្រេចចិត្តជិះខាងដែលមានតម្លៃទាបជាងទៅវិញពេលឃើញគេដណ្ដើមមួយខ្លួនក៏បានសួរនាំរកខុសរកត្រូវបង្កឲ្យមានការជជែកគ្នាដោយសម្ដីខ្លាំងឈានដល់ការប្រាអំពើហិង្សាលើគ្នាទៅវិញទៅមកចំណែកឯលោកតុងលីនដែលជាអ្នករត់រមាក់ម៉ូតូខាងសមាគមរួបរวมគ្នាដើម្បីអភិវឌ្ឍកម្ពុជាបានឲ្យដឹងថាមុនដំបូងរូបលោកឃើញខាងរមាក់ម៉ូតូ idea ទៅវាយបងប្រុសរបស់គាត់មួយមួកការពារបណ្ដាលឲ្យបែកក្បាលឈាមហូរហើយរូបលោកក៏បានស្ទុះចូលទៅជួយស្រាប់តែត្រូវខាង idea យកបំពង់ទីបមកវាយរូបលោកដែរសំណាងដែលរូបលោកយកដៃរងជាប់គ្រាន់តែហើមដៃមិនបណ្ដាលឲ្យបែកក្បាលទេដោយឡែកលោកសំអាតនៅខាងអភិវឌ្ឍកម្ពុជាក៏ត្រូវជន់មិនស្គាល់លបចាក់ដោយដែកចុងស្រួចបណ្ដាលឲ្យលិចប្រហែលជា 2 សង់ទីម៉ែត្របណ្ដាលឲ្យចុកនៅពេលដែលរូបលោកកំពុងតែប្រតែប្រតប់គ្នាជាមួយនឹងខាង idea ដោយឡែកខាងសមាគម idea គឺលោកបាននិយាយថាខាងក្រុមរបស់លោកគឺមិនបានវាយទៅលើខាងអភិវឌ្ឍកម្ពុជាទេមិនដឹងថាជាអ្នកណាជាអ្នកវាយព្រោះមនុស្សច្រើនពេកលោកបានបន្តទៀតថាចំណតរាល់ថ្ងៃនេះគឺបានចែកគ្នាច្បាស់ណាស់គឺខាងជើងចែកដីគឺជាចំណតរបស់ខាង idea ឯខាងអភិវឌ្ឍកម្ពុជាគឺនៅខាងត្បូងឯណោះទេចុះហេតុអីបានជាមករំលោភបំពានកន្លែងគេហើយមកដណ្ដើមមួយគេទៀតក្រោយពីមានការប្រតែប្រតបគ្នានិងឆ្លោះគ្នាអស់រយៈពេល 7 ម៉ោងខាងកម្លាំងសម្ដាប់ធ្នាប់ខណ្ឌព្រមទាំងអធិការរងក៏បានចុះទៅសម្របសម្រួលនិងបានហៅតំណាងទាំងពីរឲ្យប្រកាសរំសាយដើម្បីកុំឲ្យមានភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈបន្តទៅទៀតនិងបាននិយាយណែនាំថាយើងត្រូវចេះរួមសាមគ្គីគ្នាក្នុងការប្រកបរបរទទួលទានព្រោះសុទ្ធតែជាខ្មែរដូចគ្នាបាទទូទាំងនិជនបងប្អូនជាអ្នករត់ម៉ូតូរមាក់ទេសចរទាំងអស់ជាទីរាប់អានតាមពិតទៅខ្ញុំយល់អំពីជីវភាពរស់នៅរបស់បងប្អូនថាតើបងប្អូនគាត់មានជីវភាពយ៉ាងម៉េចដោយសារតែក្រហើយបានជាមករត់រមាក់ម៉ូតូដោយសារតែវាខ្វះខាតនឹងហើយបានជាមករត់ម៉ូតូដប់បាទអញ្ចឹងទេការរកស៊ីចិញ្ចឹមជីវិតគឺមានមុខរបរផ្សេងគ្នាសម្រាប់ប្រជាពលរដ្ឋបាទអញ្ចឹងទេចំនួននេះគឺចំនួនដោយសារតែការដណ្ដើមមួយបាទលោកអ្នកបានជ្រាបហើយអំបញ្ញមិញកើតឡើងចំនួននេះចេញពីដើមចំរឿងមួយម្នាក់គាត់ជិះសម្រាប់ចិត្តជិះរមាក់ម៉ូតូមួយទៅហើយដែលក្នុងតម្លៃ 20,000 ប៉ុន្តែដោយសារតែខាងភាគីរមាក់ម៉ូតូដែលតថ្លៃជាមួយអ្នកជិះ 20,000 បានហើយប៉ុន្តែពេលដែលតថ្លៃនោះអត់នៅចិត្តកន្លែងរមាក់ម៉ូតូខ្លួនឯងទេនៅឆ្ងាយពីកន្លែងរមាក់ម៉ូតូនៅឯនោះរួចហើយពេលដែលត្រូវតម្លៃហើយរត់ទៅយករមាក់ម៉ូតូប៉ុន្តែតែពេលដែលរមាក់ម៉ូតូខ្លួនឯងទៅរត់ទៅយកមកហើយមិនទាន់មកដល់ផងមានរមាក់ម៉ូតូមួយទៀតគាត់បើកមកឃើញអញ្ចឹងហៅតសួរឡើងជិះអត់ជិះតែ
mình cái vô mang cho bị mới chẳng nhóm mơn bẻm ấy nè chị này còn là khơi lưu ta về khó khăn bẻm pon đấy tòm ná đi nè chị cứ trong bàn tháo ấy và bàn tay bà sân chỉ dương vô thà chê còn ai bị chua to tên nè bà môi vô ta hơi dương còn mạch từ chê năng gà từ chê môi bà để cá lang tranh pi bờ phết chùm lúaในการเจริญมวยគ្នាមើលវាអត់មានរឿងអីធំទេលុយ 20000 និង 15000 ហើយបង្កើតឲ្យមានរបួសស្នាមបែកក្បាលចាក់ដោយដៃឆាបមុតខ្លួនអញ្ចឹងពេលដែលមកព្យាបាលវាលើសអាតម្លៃ 15000 លើសអាតម្លៃ 20000 នឹងទៀតហើយនេះបើសិនជាចង់ចាញ់ឈ្នះថែមទៀតណាប្តឹងផ្ដាល់គ្នាហើយតែប្តឹងផ្ដាល់គ្នាទៅតុលាការកុំច្រឡំអស់អាម៉ូតូរមាក់នឹងទៀតហ៎ចាចូលចង់ឈ្នះចាញ់ចាចង់ឈ្នះចាញ់អូដាក់បណ្ដឹងឲ្យតែរមេតាវីមិនមេតាវីគេគិតរឿងលុយមេតាវីមិនទាប៉ុណ្ណេះទាប៉ុណ្ណោះមិនលុយហើយទៅបាច់ចង់ចាញ់ឈ្នះអីទេយើងរកស៊ីតែជែកគ្នាប៉ុណ្ណឹងយើងចាត់ទុកថាជារឿងរាសីរបស់យើងថ្ងៃហ្នឹងធ្លាក់ចុះយ៉ាងត្រដាបចុះបាទរួចហើយចាំស្អែកគិតទៀតចាអញ្ចឹងសូមឲ្យបងប្អូនដែលប្រកបមុខរបរម៉ូតូឌុបរត់រមាក់ម៉ូតូកង់3ឬហៅថាម៉ូតូកង់3តែមិនកង់3និងកង់4ឬក៏អ្នករត់តាក់ស៊ីដែលគាត់មានបេនមានកន្លែងចតអីផ្សេងហ្នឹងគ្មានអីក្រៅពីការយោគយល់គ្នាអធ្យាស្រ័យគ្នាហើយបើសិនជាមានគេនោះមួយខាងនោះទៅហើយគេយកទៅហើយយើងទៅជ្រែពីគេអានឹងមុខតារឿងហើយបាទហើយអ្នកជិះក៏យើងត្រូវយល់ដែរហើយខ្ញុំដឹងហើយអ្នកជិះទាំងខ្ញុំទាំងគេតែណាថោកជិះខ្ញុំទៅខាងហ្នឹងហើយចាប៉ុន្តែនៅពេលដែលយើងបានដាក់ពាក្យដាក់សម្ដីជាមួយនឹងភាគីមកខាងហើយយើងប្រាប់គាត់ទៅអត់ទេខ្ញុំមានហើយចាខ្ញុំមានហើយពួកខ្ញុំធ្លាប់រត់ម៉ូតូឌុបអញ្ចេះស្រាប់តែយើងបើកខាងស្ដាំមែនទេរួចហើយឃើញគេដើរនៅខាងឆ្វេងចាយើងមិនបានបងម៉ូតូឌុបបងតោហ្នឹងហើយនេះតម្រាំតែចាប់ដើមបត់ដាក់បត់វាឡៃស្ទះផងអាម៉ូតូគេមកស្របតែនោះគេយកទៅបាត់គាត់តែបានចាប់ដើមឆ្លងហើយគេយកទៅបាត់ទៅឲ្យស្រឡះទៅអញអានឹងចឹងទៅអត់ទៅមិនស្អីរត់ទៀតទៅដល់ថ្ងៃមួយនោះនៅមាត់ទន្លេឃើញនៅពងកញ្ចងអស់ដាក់អីហ្នឹងទៅអីហ្នឹងបងម៉ូតូឌុបហ៎បាទម៉ូតូឌុបស្រាប់តែដល់ពេលឌុបចេញពីផ្សារកណ្ដាលមកដាក់នៅកន្លែងផ្សាររាត្រីដាក់កន្លែងហ្នឹងគេដាក់អស់ដាក់អីស្រួលបួលអត់គិតឲ្យលុយសោះពូលុយកន្លែងចង្អាយទៅហ្នឹង2000 1500ចាលុយទៅធ្វើមិនដឹងដល់ពេលទទួលប៉ូលីសគាត់ដើរមកបាញ់ម៉ូតូឌុបហ៎បាទគាត់ចាំឌុបគាត់ណាឌុបគាត់មិនបានប្រចាំលុយបាញ់ឌុបនៅឈួតហ្នឹងចឹងបានលើកអស់ដាក់លិចដាក់កាត់នេះគួរទៅតែគាត់ស្លៀកបានមួយចាំមួយឈួតចាំមួយឈួតតាំងព្រឹកបើកហាងឆេងអីតើថោកដល់ចង្អាយហ្នឹងដែរអាហ្នឹងបើកហាងឆេងហុងស៊ុយតាំងព្រឹកមកដល់ចំនៅឈួតពេលកន្លងម៉ូតូឌុបវាមានចំអាសយអញ្ចឹងហើយអត់ដឹងអីអត់ដឹងchứស្លៀកពាក់ស្អាតបាតអញ្ចឹងស្អាតបាតហើយដូចនេះហ្នឹងមាននេះណាមានកត្រេកកត្រាក់ណាមានដឹងគាត់ទឹមស្អាតបាតថ្ងៃហ្នឹងណាទៅប៉ូលីសប៉ុស្តិ៍នៅហ្នឹងប្រាប់ថាបងឈួតទៅបងដើរទៅណាម្ដុំផ្សាយដាផ្សាយចាស់ផ្សាយដាដល់ចាស់ចឹងមកចឹងចុះទៅរមមួយទៀតបានមួយចង់មួយឈួតវាជីវិតណាបាទវាជីវិតវាជួបអស់ហើយបាទតែកាលណាយើងធ្វើអីយើងប៉ះហ្នឹងហើយចាបាទគឺវាជាអត់ផុតទេកុំគិតថាយើងសន្តិភាពរហូតវាត្រូវតែជួបឧបសគ្គអីមួយជាក់ជាមិនខានក្នុងជីវិតមនុស្សម្នាក់ៗចាបាទមានបណ្ណាក៏ដោយវានៅតែមានទុកដដែលទេបាទក្រក៏មានទុកមានក៏មានទុកអ្នកធំក៏មានទុកចាបាទទុកតោះតែបើមានទុកមានរបស់ទុកអាហ្នឹងវាមិនអីទេមានលុយទុកវាមិនអីទេអាមានទុក
ក្រៀមក្រំក្នុងអរ៉ា ទុកវិបត្តិចា ដោយសារការបែកចិត្តរបស់អូនណាខ្លាចគេធ្វើបាបអូនអូនរបស់គេគេមើងងាយអូនណ៎អូនតែមិនបានឲ្យគេមើលអូនដើរចិត្តវាមកចាប់ទាញអាវអូនមិនទៅគាត់ថាគេប៉ះអត់ទេដាច់លេវ2បាទហើយដាច់លេវអូន2ហើយអាណាមួយនោះគាត់ឈរនោះទៅដល់នោះឈរនោះបែកខ្នងមកខាងបងនោះធ្វើបាបអូនមិនអាណាដល់គេងាកមកអូបងបាទមិនជឿមិនចឹងអានោះធ្លាប់វាយគាត់អានោះងាកមកមានសួរហើយដល់ពេលកាយស្អីទៅអាធ្វើបាបអូនមិញហ្នឹងថាបងនឹងអីតាបងឈួរទៅវាយអញពីមុនហ្នឹងពីថ្ងៃមុនវាយអញថានោះដាច់លេវ2ហ្នឹងវាងាប់ឲ្យទៅដាក់ទៅស្មានទៅតបតមានណាមុនវងធ្វើខ្លាំងអាណាមិញអាណាមើលងាយអូនឯងមិញមើលជុំងាកមកបានហ្នឹងថាអានោះធ្លាប់វាយគាត់ដែរចឹងបានរុញទៅវាចង់ងាប់ឲ្យដាច់លេវ2ថ្លៃប្រហែលពួកនេះវាយចុយម៉ាយបាត់ទៀតឡើយតែទៀតមកគេធ្វើបាបទៀតពេកឯងក៏មិនដៃគេធ្វើបាបអីក៏មិនដៃទៅត្អូញប្រាប់គូតដឹងអីណាវាធ្វើបាបអូនហ្នឹងអត់ទេវើយអត់មានទេចាឥឡូវនេះបន្តចូលរឿងជាបន្តទៀតចាគឺម៉ូតូ2គ្រឿងគឺជាលឿនដូចគ្នាគឺបុកគ្នាពេញទំហឹងរបួសធ្ងន់និងស្រាល3នាក់បរិប2នាក់រងរបួសធ្ងន់និងម្នាក់ទៀតគឺរងរបួសស្រាលខណៈដែលម៉ូតូ2គ្រឿងបើកលឿនដូចគ្នាហើយខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យបុកគ្នាពេញទំហឹងនៅចំណុចផ្លូវលេខ271កែង150សង្កាត់ទឹកល្អក់ទី2ខណ្ឌទួលគោកកាលពីវេលាម៉ោង 10:30 នាទីយប់ថ្ងៃទី2ខែមីនាប្រពន្ធព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុម៉ូតូរងគ្រោះគឺម៉ាក Honda Dream ពណ៌ខ្មៅជិះម្នាក់ឯងតាមផ្លូវលេខ271ពីត្បូងទៅជើងចំណែកម៉ូតូសង្គ្រេពណ៌ក្រហមជិះគ្នា2នាក់តាមផ្លូវលេខ150ពីលេខទៅកើតខណៈមកដល់ចំណុចខាងលើម៉ូតូទាំងពីរគ្រឿងជិះលឿនដូចគ្នាបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូ Honda Dream សន្លប់អ្នកបើកម៉ូតូបង្ករងរបួសស្រាលបានរត់គេចខ្លួននៅសល់តែអ្នករួមដំណើរជាមួយបែកមុខបែកមាត់ត្រូវខាត់ខ្លួនក្រោយពេលកើតហេតុអ្នករងគ្រោះធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនចំណែកម៉ូតូគឺសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោករងចាំធ្វើការដោះស្រាយទៅតាមនីតិវិធីលោកឲ្យចុះបុកឲ្យក៏បុកម្លឹងទៅបាទនេះបុកមើលឃើញចុះបុកអត់ឃើញនោះដឹងយ៉ាងម៉េចទៅវិញអត់ទៅពេទ្យនោះបាទបុកពេកហ្មងហើយអ្នកនៅមុខនេះពងកាទៀវមុនក៏ធ្លាប់គេបុកដែរមើលសិនដុកអណែលចឹងសិតតែបុកទៅហើយលោកអើយមួកសុវត្ថិភាពក៏នៅតែបុកអត់មួកក៏នៅតែបុកនេះខ្ញុំនិយាយពីរឿងបុកមើលឃើញបុកអត់ឃើញលោកអ្នកអត់ដែលប្រាប់ទេនោះខ្ញុំក៏បុកបន្តិចតួចគាត់ទៅបាត់ទៅបុកបន្តិចតួចឲ្យលុយគេទៅឲ្យលុយគេចាប់ថាអាចទៅមានបន្តិចតួចឲ្យលុយគេទៅបាច់ចាំរឿងដល់ប៉ូលីសទេអាហ្នឹងខ្ញុំក៏បុកចូលផ្ទះបុកតាមផ្ទះបុកប៉ះតសបន្តិចតួចអីហ្នឹងបាទតោះចាបន្តចូលរឿងជាបន្តទៀតគឺរមាក់ម៉ូតូ2គ្រឿងចាបុកគ្នាក្រឡាប់រមាក់អត់មានលុយសងគឺសុំស្មើគ្នាពេលដែលលឺថាបុកនឹងព្រាមាននឹកព្រឺខ្លួននេះអត់ផងគាត់ថាខ្លាចបុកទេអត់អត់ឃើញឈាមឃើញអីចឹងវាដូចរៀងល្អដែរចាចុះបុកអត់ឈាមតែបុកគ្រាន់តែលាត់តិចតួចអូហ្នឹងស្លាប់លឿនណាជីគ្រូអ្នកចរាចរណ៍ពេលឈាមអត់សូវអីហ្មងណាហ្នឹងហើយចឹងគេថាឈាមហ្នឹងល្អអញ្ចឹងចុះគេថាកុំឲ្យវាក្រំក្នុងចាចេញឈាមមកល្អចាណាទេរមាក់ម៉ូតូមួយគ្រឿងហ្នឹងអត់យល់ដែរវិញ
Ủa, nã vậy bỏ. ចារមាក់ម៉ូតូមួយគ្រឿងដឹកប្រពន្ធគ្មានផ្ទៃពោះ6ខែនឹងកូនមកពី60វិញត្រូវរមាក់ម៉ូតូមួយគ្រឿងទៀតគឺបើកបោក្នុងស្ថានភាពស្រវឹងគឺបានបើកទៅបុកគូតក្រោយបណ្ដាលឲ្យក្រឡាប់រមាក់ម៉ូតូទាំងពីរគ្រឿងរងរបួសស្រាលកើតឡើងនៅវេលាម៉ោង 9:40 នាទីយប់ថ្ងៃទី 2 ខែមីនាតាមផ្លូវលេខ 105 កែងមហាវិថីព្រះសីហនុសង្កាត់បឹងប្រលិតខណ្ឌ 7 មករា សាស័យឃើញហេតុការណ៍បានដឹងថាមុនពេលកាត់ហេតុម៉ូតូ Wave Alpha ពណ៌ខ្មៅអស់រមាក់ម៉ូតូដឹកប្រពន្ធមានផ្ទៃពោះ6ខែនិងកូនតូចៗទើបនឹងមកពីហូបស៊ុបធ្វើដំណើរត្រឡប់មកផ្ទះវិញបើកបរតាមផ្លូវលេខ 105 ពីជើងទៅត្បូងចំណែកម៉ូតូសង្គ្រេពណ៌ក្រហមអស់រមាក់កញ្ចាស់មួយគ្រឿងបើកបរក្នុងស្ថានភាពស្រវឹងតាមផ្លូវព្រះសីហនុពីកើតទៅលិច ហើយមកដល់ចំណុចផ្លូវកែងអ្នកបើកស្រវឹងខ្លាំងពេកគឺបានបើកទៅបុកគូតរមាក់ម៉ូតូដែលដឹកប្រពន្ធកូនបណ្ដាលឲ្យក្រឡាប់រមាក់ទាំងពីរគ្រឿងធ្វើឲ្យប្រពន្ធកូននៅក្នុងរមាក់រងរបួសស្រាលប៉ុន្តែស្ត្រីមានផ្ទៃពោះគឺបានបញ្ជូនទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យក្រោយពេលកើតហេតុអ្នករងរបួសទាមទារសំណងពីខាងបង្កគឺចំនួន$50ប៉ុន្តែអ្នកបង្កប្រាប់ថាអត់មានលុយទេសូម្បីតែមួយសេនក៏អត់មានដែរក៏ត្រូវបានសួររកលេខប្រពន្ធក៏ត្រូវជនបង្កប្រាប់ថាទោះបីមានលេខប្រពន្ធរបស់គាត់ហ្នឹងក៏ប្រពន្ធរបស់គាត់ហ្នឹងអត់មានលុយដែរដោយសារតែស្ថានភាពក្រីក្រសូម្បីតែរមាក់ម៉ូតូរបស់គាត់ក៏កញ្ចាស់មើលលែងយល់ទៅហើយនោះថែមទាំងក្រឡាប់ធ្វើឲ្យសសរធ្វើឲ្យបាក់សសរត្រដំបូលមួយដែរទើបភាគីខាងរងគ្រោះសុកចិត្តមិនទាមទារសំណងអ្វីឡើយចា៎បាទអរគុណទូទាំងអ្នកជនឥឡូវនេះបុកគូតពីក្រោយណា បុកគូតរមាក់ម៉ូតូបាទឥឡូវយើងឈប់ចប់រឿងបុកបាទចប់ប៉ុណ្ណឹងបាទលើកមកឲ្យត្រង់វិញមកបានហើយប៉ុណ្ណឹងបានហើយឥឡូវយើងក៏លេខមកមើលសារនេះវិញបាទសារទី1គឺសារមកពីខាងខេត្តកញ្ចេះបរិះម្នាក់ដែលគាត់មានឈ្មោះឈៀនសុវណ្ណហៅអនមុខរបរជាយោធានៅមានជ័យបាទគាត់រស់នៅក្នុងភូមិបាទភូមិមានជ័យឃុំស្រែចាស្រុកស្នួលខេត្តកញ្ចេះនេះខាងប្រុសចំណែកខាងស្រីវិញឈ្មោះថាធីណេបាទគាត់អាយុ20ឆ្នាំហើយគាត់មុខរបរមិនពិតប្រាកដតែនៅក្នុងភូមិស្រុកខាងលើដូចគ្នាបាទហើយលោកឈៀនសវណ្ណហ្នឹងគាត់ផ្ញើសារមកខ្ញុំគាត់ថាគាត់ហ្នឹងរងនៅការចោទប្រកាន់ពីនាងថាធីណេថាគាត់ហ្នឹងគម្រាមរំលោភអត់ចឹងហើយរំលោភបានសម្រេចហើយតែបានសម្រេចដោយសារការគម្រាមសម្រាប់បាននាងព្រមបាទនេះដែលការចោទប្រកាន់ពីខាងភាគីខាងស្រីដល់ពេលចឹងទៅលោកឈៀនសុវណ្ណណាគាត់ប្រាប់ថាលោកវិធីតាក់ទងការចោទប្រកាន់ថាខ្ញុំទៅគម្រាមហើយរំលោភគេនេះគឺមិនពិតទេប៉ុន្តែគាត់ទទួលស្គាល់ថាបានគេងជាមួយមែនប៉ុន្តែគេងដោយការឯកភាពស្រស់ស្រួលគ្នាជាឯកច្ឆន្ទសំឡេង2 ភាគ 3មិនជាឯកច្ឆន្ទហ្មងគាត់ថាអញ្ចឹងខ្ញុំថាតាមគាត់ទៅបាទតាមពិតទៅគាត់មានការឯកភាពគ្នាហើយគាត់ថានិយាយឲ្យខ្លីគាត់ថាទិញនំឲ្យលុយទិញរបស់ឲ្យលុយយ៉ាឥឡូវខ្ញុំមិនចាំរៀបរាប់អីច្រើនវែងឆ្ងាយគាត់លុយត្រឹមតែ150000រៀលទេតែគាត់ចង់បដិសេធថាគាត់មិនបានទៅបង្ខំទៅចាប់ទៅគម្រាមទៅភ្ជុងដើម្បីគេងជាមួយទេចា៎បានន័យថាគឺការឯកភាពគ្នាទាំងស្រុងស្របសម្រុះសម្រួលគ្នាចាប់ដៃគ្នាឡើងអូតែឡើងផ្ទះសំណាក់ខ្លួនឯងទេតាំងពីអ្នកហ្នឹងជាឯកច្ឆន្ទអញ្ចឹងហើយរឿងអីចោលថាគាត់ទៅចាប់លោភអាហ្នឹងខ្ញុំទៅនិយាយការពីដែរចាមែនទេមិនទៅបន្ទោសមួយខាងស្រីហើយក៏លើកខាងប្រុសបាទបន្ទោសខាងប្រុសលើកខាងស្រីទេបាទតាមពិតអាហ្នឹងលើកទៅលើកមកណាយើងឲ្យវាស្មើគ្នាណាបាទលើកដាក់លើកហ្នឹងវាឲ្យស្មើគ្នាទៅបាទយើងរកចំណុចកណ្ដាលដើម្បីកុំឲ្យធ្ងន់ទៅតែខាងឈ្មោលព្រោះទី1វាមិនអាចបើយើងគិតពីអង្គហេតុវាមិនអាចទៅចាប់លោភក្នុងផ្ទះសំណាក់ឯណាបាទវាមិនអាចទៅចាប់លោភនៅអូតែលណាបើយើងធ្វើជាអ្នកដែលល្អឃើញអូតែលក
គុំស្រឡាញ់មើលហើយបើថាទៅអូតែលសម្រាប់តែគ្នាយើងបងប្អូនយើងវាមានអីតែកុំចុះគេហាងនេះអញ្ចឹងបានគេថាសម្ោចឲ្យនឹងស្ករសម្ោចឲ្យនឹងដុំថ្មឬក៏សម្ោចនឹងដុំអិតបាទអញ្ចឹងគាត់ចង់ជម្រាបជូនឲ្យខ្លីគាត់ថាអត់បានរំលោភអត់បានគម្រាមអត់បានសម្លុតអីទេសម្លុតឬក៏ភ្ជុងអីថាដើម្បីរំលោភទេគឺគាត់ទទួលស្គាល់ថាគេងជាមួយប៉ុន្តែការឯកភាពទាំងសងខាងហើយគាត់ក៏ឲ្យលុយអីគ្រប់ចំនួនតាមតម្លៃតំណែងដែលតំណែងល្អឬអន់នឹងគុណភាពឯគេគិតគុណភាពទៅចឹងតែហ្មងទៅជិលនិយាយទៅនាំឯងនេះមានអារម្មណ៍មួយគិតថាចង់ចប់នឹងទៅរត់រមាក់ដែររត់រមាក់អូចឹងហ្នឹងទៅណាទស្សនាដល់យើងចំរឿងគាត់ហើយតាមជួបគ្នាយើងខាងប៉ុស្តិ៍រឿងហ្នឹងមិនត្រូវឲ្យអ្នកណាដឹងទេបាទហើយមួយទៀតរឿងមួយទៀតសារមួយទៀតចុះបាទដល់ម៉ោងហើយសារមួយទៀតគាត់ថាគាត់អ្នករត់តាក់ស៊ីបាទគាត់ស្រុកកំណើតនៅកំពង់ស្ពឺគាត់រត់តាក់ស៊ីនៅភ្នំពេញកំពង់ស្ពឺអញ្ចឹងទៅប៉ុន្តែចៃដន្យអីថ្ងៃមួយនោះគាត់រត់គាត់ដឹកម៉ួយនឹងវាប៉ះចំអ្នកប្រើគ្រឿងញៀនចាស្រាប់តែប៉ះចំអ្នកប្រើគ្រឿងញៀនដល់តែសមត្ថកិច្ចចាប់ទាំងអស់ចាប់តាំងអ្នកជិះនោះផងចាប់តាំងតកុងយកតាំងឡានមកដាក់នៅស្នងការរាជធានីភ្នំពេញបាទដល់ពេលយកទៅដាក់ចឹងទៅមកទល់ពេលនេះឥឡូវតកុងឡាននឹងជាប់គុកចាហើយគាត់មកដល់ខ្ញុំគាត់ថាគាត់ដឹកម៉ួយអត់ដឹងថាអ្នកនឹងប្រើគ្រឿងញៀនទេអ្នកជិះអាណាទៅឆែកគេគាត់ចង់តែបានម៉ួយហ្នឹងចាតែឥឡូវនេះវាទៅជាតកុងឡាននឹងជាប់គុកដែរម្ចាស់ឡានជាប់គុកដែរហើយឥឡូវនឹងឡាននឹងរក្សាទុកនៅស្នងការហើយខាងប៉ូលីសនៅស្នងការនឹងយកឡានគាត់នឹងStarrix ម៉ាក់ Starrix នឹងដឹកអ្នកទោសដឹកបើកបររាល់ថ្ងៃគាត់ថាអញ្ចឹងចាឡានគាត់ដែលចាប់ទៅនឹងគឺឥឡូវបើកបររាល់ថ្ងៃគាត់អត់បានគាត់ទៅដកសុំអត់បានទេតែសមត្ថកិច្ចប្រើប៉ុន្តែឥឡូវយើងមិនដឹងថារឿងហ្នឹងវាយ៉ាងម៉េចព្រោះយើងអត់បានជួបខាងលោកស្នងការព្រោះឥឡូវនេះគាត់ថាមានខ្លះថាសមត្ថកិច្ចយើងពេលថាបើចង់បានឡានដំបូងថាឲ្យ 10000 មកចារួចហើយអត់ជាប់គុកទៀតនេះគាត់និយាយចឹងបាទទី2ទៀតគាត់ថាឥឡូវនេះមេតាមរយៈមេធាវីថាបើចង់បានឡានឲ្យ 3000 មកបានឡានហើយនេះគាត់និយាយយ៉ាងនេះសារប្រកាសបើចឹងហើយគាត់ថាតែឥឡូវនេះគាត់វាអត់ផងលោកស្រែលោកចំការលោកបាន$1750យកមកឲ្យមេធាវីធ្វើការងារហ្នឹងឥឡូវធ្វើវាអត់ចេញហ្នឹងវាអស់លុយទៀតឥឡូវមិនទៅណាចានឹងទៅណាបាទនេះរឿងតាក់ទងនឹងរឿងថាគាត់ជាអ្នករត់តាក់ស៊ីដឹកប៉ះចំអ្នកប្រើប្រាស់គ្រឿងញៀនឥឡូវគេចាប់ទាំងអស់ចាប់ទាំងឡានចាប់ទាំងមនុស្សចាប់ទាំងតកុងបាទប៉ុន្តែមិនប្រកាសថាឥឡូវគាត់មកប្រាប់ខ្ញុំអញ្ចឹងប៉ុន្តែមិនដឹងជាប៉ូលីសគេមានឯកសារគ្រប់គ្រាន់ថាតើតកុងឡាននឹងគាត់មានជាប់ពាក់ព័ន្ធជាមួយនឹងគ្រឿងញៀននឹងដែរឬទេបាទយើងពិបាកនឹងការជឿមកខាងបាទខ្ញុំចង់តែនិយាយឲ្យវាត្រូវទាំងសងខាងទេនេះគាត់ប៉ូលីសបានដឹងហើយគាត់ដាក់តែកុងឡានដែលត្រូវប៉ូលីសចាប់នឹងគឺមានឈ្មោះភឿនសុភាពអាយុ32ឆ្នាំរស់នៅក្នុងភូមិតពាំងមានឃុំស្នងក្រពើស្រុកកងបិសីខេត្តកំពង់ស្ពឺបាទឥឡូវនេះដឹងពិតបើលោកមេធាវីគាត់ថាគេទា3000បើចង់បានឡានវិញបាទប៉ុន្តែឥឡូវចេះបើយើងគិតថាបើសិនបាត់ល្មើសយើងមានមែនណាអា3000ហ្នឹងក៏វានៅតែមិនរួចដែរទោសទណ្ឌយើងនឹងបើយើងប្រព្រឹត្តតែបើសិនអត់ប្រព្រឹត្តទេទៅទាលុយគាត់អញ្ចឹងអាហ្នឹងវាអយុត្តិធម៌សម្រាប់អ្នកស្លូតត្រង់ណាបងប្អូនណាយើងមិនទៅកាន់ជើងអ្នកប្រព្រឹត្តល្មើសនៅក្នុងសង្គមទេប៉ុន្តែបើសិនជាគ្នាអត់ខកអីសូមឲ្យគ្នារួចទោសមកកុំឲ្យគ្នាជាប់ពាក់ព័ន្ធដោយមិនមានទោសបីអីតតែសោះវាវឹកបដិសារីចំពោះមនុស្សមានរហូតដល់ស្លាប់បាទហើយយើងអ្នកដែលធ្វើបាបគេយើងក៏មានវឹកបដិសារីនៅពេលដែលដឹងថាគ្នាអត់ខុសអីអយុត្តិធម៌ណាស់ទីបំផុតគ្នាអត់ប្រព្រឹត្តអីសោះគ្នាជាប់គុកចាបាទ
វឹបបដិសរីដូចគ្នាតែទីបំផុតគេលូវឹបបដិសរីអាអ្នកដែលធ្វើបាបគេវាអត់បានយូរថ្ងៃក្រោយវាឃើញពៀឆ្លងមកឆ្លងមកយើងវិញមែនអាមួយពៀរងាប់ដោយការមិនចង់ពៀអាមួយពៀរងាប់ដោយនំពៀអានេះស៊ីឆ្អែតទៅលេងបាទអរគុណប្រធានជនឥឡូវនេះដោយសារតែពេលវេលាដល់ម៉ោងសម្រាប់ទៅហើយសូមពេលសម្រាប់បន្តិចសិនបន្តិចទៀតយើងជួបជាមួយនឹងម្ចាស់ពានរង្វាន់ Got Talent បាទហើយព្រាសម្រាប់មួយវគ្គនេះសិនបាទសូមអរគុណសម្រាប់បន្តិចបាទសាក់បាយនឹង